សួស្តីអ្នកទាំងអស់គ្នាតើបរិបទអ្នកទាំងអស់គ្នាកំពុងតែឃើញនេះគេគឺជាអ្នកណាមនុស្សម្នាក់ដែលមានមុខស្តៀងទៅនឹងមេកូមីប៉ុន្តែមានចរិតរឹងរូសនិងជាសមត្ថដ៏ខ្មៅងងឹតរបស់គ្រួសារម៉ាគីសេនីនហេតុអ្វីបានជាវត្តមានរបស់គេជាឥទ្ធិពលយ៉ាងខ្លាំងទៅលើអតីតកាលរបស់កូជូនិងកេតូថូជីកើតនៅក្នុងគ្រួសារតកូលដ៏ល្បីល្បាញគឺសេនីនប៉ុន្តែគេគ្មានធម៌ពលមន្តអាគមដែលជា cash energy សូម្បីតែបន្តិចការរើសអើងនៅក្នុងគ្រួសារមិនត្រឹមតែធ្វើឲ្យគេមានចរិតរឹងប៉ឹងនោះទេតែវាបានបណ្ដុះបណ្ដាលនូវការស្អប់ខ្ពើមចំពោះពិភពមន្តអាគមនិងជំរុញឲ្យគេចង់បង្ហាញថាមនុស្សធម្មតាក៏អាចបដូរអ្នកខ្លាំងបានដូចគ្នាថូជីបានសម្រេចចិត្តចាកចេញពីតកូលសេនីនហើយបានបដូរតកូលខ្លួនឯងទៅតាមភរិយារបស់គាត់គឺ Fushiguro មុនពេលដែលគាត់ក្លាយទៅជាអ្នកស៊ីឈ្នួលតាមសម្រាប់គ្រូមន្តអាគមថូជីក៏ធ្លាប់មានជីវិតគ្រួសារដ៏សាមញ្ញមួយដោយមានកូនប្រុសម្នាក់ឈ្មោះមេកូមីនិងមានកូនស្រីចិញ្ចឹមឈ្មោះស៊ឺមីគីទោះបីជាយ៉ាងណាក៏ដោយស្លាកស្នាមពីអតីតកាលដែលនៅដក់ជាប់នៅក្នុងចិត្តគាត់នៅតែមិនអាចរំលប់បានតាំងពីនៅកុមារភាពកូជូសាតូរូគឺជាមនុស្សតែម្នាក់គត់ដែលអាចដឹងពីវត្តមានរបស់ថូជីទោះបីជាថូជីលាក់ខ្លួនចិត្តយ៉ាងណាក៏ដោយដែលវាធ្វើឲ្យប៉ះពាល់ដល់អំណួតរបស់ថូជីយ៉ាងខ្លាំងក្រោយមកថូជីបានចុះកិច្ចព្រមព្រៀងមួយជាមួយនឹងណាប៊ីតូសេនីនដើម្បីលក់មេកូមីទៅឲ្យតកូសេនីនដែលកូជូបានចាត់ទុកទង្វើនេះថាជាទង្វើដ៏ថោកទាបប៉ុន្តែមានអ្នកមើលរឿងជូជុតស៊ូខៃសិនខ្លះពួកគាត់យល់ថាវាគឺជាវិធីរបស់ថូជីនៅក្នុងការការពារធានាសុវត្ថិភាពរបស់កូនភាពសាហាវនិងខូខើនិងក្បាច់គុណដ៏អស្ចារ្យរបស់ថូជីគឺកើតចេញពី heavily restriction ដែលជាថ្នូវនៅក្នុងការដែលគ្មានធម៌ពលមន្តអាគមរាងកាយរបស់គេត្រូវបានសម្រិតសម្រាំងឲ្យខ្លាំងលើមនុស្សទាំងអស់នៅក្នុងពិភពលោកធម៌ពលគេមកជាមួយនឹងកម្លាំងកាយកម្រិតកម្ពស់ល្បឿនភាពអត់ធន់និងការឆ្លើយតបដែលលើសពីគ្រូអាគមស្ទើរតែទាំងអស់ពីរគឺជាវត្តមានដែលមើលមិនឃើញនិងមិនអាច detection បានដោយសារតែគ្មានធម៌ពលមន្តអាគមគេមិនអាចត្រូវបានរកឃើញតាមរយៈមន្តអាគមធម្មតានោះទេដូចជាយន្តហោះចម្បាំងដែលលបបាញ់ពីក្រោយបែបនេះ3គឺតាក់ទងទៅនឹងវិញ្ញាណទី6ឬក៏ sixth sense ដ៏មុតស្រួចគេអាចតតាំងទៅនឹងវិញ្ញាណអាក្រក់តាមរយៈសភាវគតិនិងការប្រើប្រាស់ឧបករណ៍វេទមន្តថូជីបានប្រើប្រាស់នៅ Curse Spirit ដង្កូវម្យ៉ាងដើម្បីផ្ទុកអាវុធរបស់ខ្លួនរួមទាំងលំពែងមួយដែលមានឈ្មោះថា Invert Spear of Heaven ដែលវាមានសុវត្ថិភាពនៅក្នុងការបន្សាបរាល់វេទមន្តទាំងអស់ដែលបានប៉ះវាណាដៃដ៏ល្បីល្បាញរបស់ថូជីគឺជាការតាមប្រមាញ់កូជូសាតូរូនិងស៊ូការូកេតូនៅក្នុងបេសកកម្មមួយដែលគេឲ្យឈ្មោះថា Star Plasma Vessel ថូជីមិនត្រឹមតែប្រើកម្លាំងបាយទេគេថែមទាំងមានចិត្តសាស្ត្រទៀតគេបានដាក់តម្លៃខ្លួនទៅលើក្មេងស្រីម្នាក់ដែលមានឈ្មោះថា Rico ដើម្បីបង្ខំឲ្យកូជូបើកភ្នែកទី6ឬក៏សិចអាយនោះជាប់គ្នារាប់ថ្ងៃរហូតធ្វើឲ្យកូជូអស់កម្លាំងទាំងកាយនិងកម្លាំងចិត្តនៅពេលដែលកូជូប្រហែសខ្លួនថូជីក៏បានវាយប្រហារភ្លាមគេបានចាក់កូជូចំបំពង់កនិងទ្រូងយ៉ាងសាហាវបន្ទាប់មកគេក៏ទៅសម្លាប់រីកូយ៉ាងឈាមត្រជាក់និងផ្ដួលរលំកេតូយ៉ាងងាយស្រួលនៅខណៈពេលនោះបរិសុទ្ធដែលគ្មានអ្វីសោះបានកំទេចនៅអនាគតនៃពិភពមន្តអាគមយ៉ាងខ្ទេចខ្ទីអស់ប៉ុន្តែជោគជ័យនេះមិនបានរយៈពេលយូរនោះទេក្រោយមកកូជូក៏បានសម្លាប់គេសងសឹកមកវិញឥឡូវយើងត្រឡប់ទៅមើលអតីតកាលដ៏ឈឺចាប់និងកុមារភាពដែលពោពេញទៅដោយការបដិសេធរបស់ថូជីម្ដងថូជីកើតនៅក្នុងគ្រួសារតកូសេនីនដែលឲ្យតម្លៃទៅលើអំណាចនៃមន្តអាគមជាធំការដែលគ្មានធម៌ពលមន្តអាគមបានធ្វើឲ្យគេក្លាយទៅជាមនុស្សអរូបក្នុងខ្សែភ្នែកគ្រួសារទាំងមូលរបួសនេះមិនបានធ្វើឲ្យគេរឹងមាំឡើយតែវាបានបង្កើតជាសម្លេងនៅក្នុងចិត្តដែលតែងតែប្រាប់គេថាឯងគឺជាមនុស្សដែលគ្មានប្រយោជន៍នេះគឺជាមូលហេតុដែលថូជីព្យាយាមវឹកហាត់រាងកាយឲ្យខ្លាំងលើសពីមនុស្សទាំងអស់នៅក្នុងលោកដើម្បីលុបលាងនូវពាក្យមើលងាយទាំងអស់នោះទោះបីជាថូជីបានចាក់ចែងពីតកូនិងបដូរឈ្មោះតកូក៏ដោយក៏ក្នុងចិត្តរបស់គេនៅតែជាប់ជំពាក់នឹងការចង់យកឈ្នះតកូសេនីនដដែលគេបានក្លាយខ្លួនទៅជាអ្នកសម្លាប់គ្រូមន្តអាគមដ៏ល្បីដើម្បីប្រាប់ពិភពលោកថាមើលមកខ្ញុំមានតម្លៃគុកនៃការស្វែងរកតម្លៃខ្លួនឯងពីអ្នកដទៃបញ្ហាគឺនៅត្រង់ថានៅពេលដែលយើងវាស់វែងតម្លៃរបស់ខ្លួនឯងទៅលើភ្នែកអ្នកដទៃយើងនឹងគ្មានថ្ងៃឈប់សម្រាកឡើយចិត្តសាស្ត្របានហៅវាថាជា hedonic treadmill អ្នកខំប្រឹងរត់អ្នកខំប្រឹងចង់យកឈ្នះប៉ុន្តែអ្នកមិនដែលដល់គោលដៅនោះទេឬក៏ទទួលបានភាពស្កប់ស្កល់ឡើយព្រោះថាបញ្ហាមិនមែនស្ថិតនៅលើអ្វីដែលអ្នកធ្វើបានទេតែវាស្ថិតនៅលើរបៀបដែលអ្នកមើលឃើញខ្លួនឯងដែលអ្នកឲ្យអ្នកដទៃកំណត់នូវស្តង់ដារនៅក្នុងការរស់នៅរបស់ខ្លួនឯងភាពខុសគ្នារវាងសេរីភាពនិងការបោះបង់ក្រោយពេលភរិយាស្លាប់ថូជីបានធ្លាក់ខ្លួននៅក្នុងភាពអស់សង្ឃឹមគេលែងខ្វល់ពីអ្វីទាំងអស់ទាំងដែលការចិញ្ចឹមកូននិងជីវិតខ្លួនឯងការដែលគេលក់មេកូមីមិនមែនមានន័យថាគេចិត្តខ្មៅទាំងស្រុងនោះទេតែមកពីគេស្អប់ខ្លួនឯងខ្លាំងពេករហូតដល់ជឿថាមេកូមីនឹងមានអនាគតល្អជាងបើគ្មានឪពុកដូចជារូបគេនេះគឺជាឥទ្ធិពលនៃការឲ្យតម្លៃខ្លួនឯងទាបពេកឬតាមបទដ្ឋានបច្ចេកទេសគេហៅថា low self esteem ដែលធ្វើឲ្យគេរុញច្រានមនុស្សដែលគេស្រឡាញ់ចេញពីជីវិតរបស់គេការប្រយុទ្ធជាមួយកូជូការចង់ឈ្នះទៅលើអ្វីដែលខ្លួនមិនអាចមានការដែលថូជីសម្រេចចិត្តប្រយុទ្ធជាមួយនឹងកូជូជាលើកទី2ទោះបីជាចាប់កិច្ចសន្យាក៏ដោយវាគឺជាការសម្រេចចិត្តតាមអារម្មណ៍សុទ្ធសាធកូជូគឺតំណាងឲ្យអ្វីគ្រប់យ៉ាងដែលថូជីមិនមានអំណាចឋានៈនិងការឲ្យតម្លៃថូជីត្រូវការជ័យជំនះដើម្បីបញ្ជាក់ថាជីវិតរបស់គេមិនមែនជាកំហុសដូចជាអ្វីដែលគ្រួសាររបស់គេប្រាប់នោះទេប៉ុន្តែចុងក្រោយគេបានបរាជ័យក្រោមដៃកូជូជ័យជំនះពិតប្រាកដនឹងការដោះលែងខ្លួន
នៅក្នុងព្រឹត្តិការណ៍ស៊ីបូយ៉ាពេលថូជីរស់ឡើងវិញគេបានបង្ហាញសន្តិភាពនៅក្នុងចិត្តជាលើកដំបូងមិនមែននៅពេលដែលគេសម្លាប់សត្រូវឡើយតែនៅពេលដែលគេដឹងថាមេកូមីមិនបានប្រាតកោសេនីនការដែលថូជីសម្លាប់ខ្លួនឯងគឺដើម្បីបញ្ចប់នូវការវាយប្រហារទៅលើមេកូមីដែលវាគឺជាសកម្មភាពនៃសេចក្តីស្រឡាញ់របស់ឪពុកដែលមិនចេះបង្ហាញចេញមកគេបានសម្រេចចិត្តបញ្ចប់វដ្តនៃការចង់បញ្ជាក់ខ្លួនឯងហើយជ្រើសរើសរកផ្លូវសន្តិភាពសម្រាប់កូនប្រុសមេរៀនដែលយើងអាចរៀនពីថូជីហ្វូស៊ីកូរ៉ូគឺកម្លាំងពិតប្រាកដមិនមែនស្ថិតនៅលើការបញ្ជាក់ពីអ្នកដទៃទេយើងមិនមែនមនុស្សអន់នោះទេតែវាស្ថិតនៅលើការដឹងពីតម្លៃខ្លួនឯងដោយមិនចាំបាច់ពឹងផ្អែកទៅលើសម្ដីនិងការឲ្យតម្លៃពីអ្នកដទៃ